តើការញ៉ាំផ្លែល្មុតមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះដែរឬទេនៅក្នុងអត្ថបទមួយនេះ Healthy DIY នឹងប្រាប់អ្នកពីគុណប្រយោជន៍ដែលអ្នកម្ដាយទទួលបានក៏ដូចជាផលប៉ះពាល់ដែលអ្នកម្ដាយគួរតែជៀសវាងសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹង Healthy DIY ចែករំលែករាល់គន្លឹះថែរក្សាសុខភាពនិងសម្រស់បែបធម្មជាតិការមានផ្ទៃពោះគឺជាពេលដ៏រីករាយនិងទំនួលខុសត្រូវដ៏ធំធេងដែលគ្រប់ជម្រើសទាក់ទងទៅនឹងសុខភាពអាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងសុខុមាលភាពទាំងអ្នកម្ដាយនិងទារកដែលកំពុងលូតលាស់ក្នុងចំណោមផ្លែឈើជាច្រើនមុខផ្លែល្មុតត្រូវបានគេទទួលស្គាល់ថាមិនត្រឹមតែមានរសជាតិផ្អែមនិងឆ្ងាញ់ប៉ុណ្ណោះទេវាក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរតែទោះជាយ៉ាងណាក៏ដោយវាក៏ដូចជាអាហារផ្សេងទៀតទន្ទឹមនឹងគុណប្រយោជន៍វាក៏មានផលប៉ះពាល់ក្នុងអំឡុងពេលមានផ្ទៃពោះដូចគ្នាដំបូងឡើយយើងមកសិក្សាអំពីអត្ថប្រយោជន៍ទាំង10នៃការញ៉ាំផ្លែល្មុតអំឡុងពេលមានផ្ទៃពោះហើយយើងនឹងបង្ហាញពីផលប៉ះពាល់នៅគ្រាចុងក្រោយរបស់អត្ថបទ1សម្បូរទៅដោយសារជាតិចិញ្ចឹមផ្លែល្មុតសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជាវីតាមីន C វីតាមីន A កាល់ស្យូមជាតិដែកនិងប៉ូតាស្យូមដែលមានសារៈសំខាន់សម្រាប់សុខភាពទូទៅនិងការអភិវឌ្ឍទាំងម្ដាយនិងទារកអំឡុងពេលមានផ្ទៃពោះ2បង្កើនភាពស៊ាំកម្រិតវីតាមីន C ខ្ពស់នៅក្នុងផ្លែល្មុតជួយពង្រឹងប្រព័ន្ធការពាររាងកាយជួយការពារជំងឺទូទៅនិងការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ3ជំរុញដល់ការរំលាយអាហារផ្លែល្មុតមានជាតិសរសៃដែលជួយគ្រប់គ្រងដល់ការរំលាយអាហារនិងការពារការទល់លាមកដែលជាបញ្ហាទូទៅក្នុងចំណោមស្ត្រីមានផ្ទៃពោះ4ជួយជំរុញថាមពលជាតិស្ករពីធម្មជាតិដែលមាននៅក្នុងផ្លែល្មុតផ្ដល់នូវការជំរុញថាមពលឆាប់រហ័សនិងប្រកបដោយនិរន្តរភាពប្រយុទ្ធប្រឆាំងនឹងភាពអស់កម្លាំងនិងជួយដល់តម្រូវការថាមពលកើនឡើងរបស់ស្ត្រីមានផ្ទៃពោះ5គាំទ្រដល់ការអភិវឌ្ឍរបស់កភាពសម្បូរបែបនៃវីតាមីននិងសារជាតិរ៉ែដែលនៅក្នុងផ្លែល្មុតគាំទ្រដល់ការលូតលាស់កឲ្យមានសុខភាពល្អរួមទាំងពង្រឹងការបង្កើតឆ្អឹងធ្មេញនិងសរីរាង្គផ្សេងទៀត6កាត់បន្ថយការចង្អោររសជាតិស្រាលនិងលក្ខណៈសម្បត្តិរបស់ផ្លែល្មុតអាចជួយកាត់បន្ថយការចង្អោរនិងផ្ដល់មកនូវភាពធូរស្រាលដល់ស្ត្រីមានផ្ទៃពោះដែលជួបប្រទះនឹងភាពមិនស្រួលទាំងនេះ7ផ្ដល់ជាតិទឹកផ្លែល្មុតមានជាតិទឹកខ្ពស់រួមចំណែកដល់កម្រិតជាតិទឹកដែលមានសារៈសំខាន់សម្រាប់ការថែរក្សាសុខភាពដ៏ល្អប្រសើរអំឡុងពេលមានផ្ទៃពោះ8សារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិផ្លែល្មុតសម្បូរទៅដោយសារជាតិប្រឆាំងទៅនឹងអុកស៊ីតកម្មពីធម្មជាតិដែលជួយបន្សាបរ៉ាឌីកាល់សេរីកាត់បន្ថយភាពតានតឹងរបស់អុកស៊ីតកម្មនិងការពារប្រឆាំងនឹងការខូចខាតកោសិកាលើកកម្ពស់សុខុមាលភាពទូទៅអំឡុងពេលមានផ្ទៃពោះ9ជំរុញដល់ការឡើងទម្ងន់នៅពេលទទួលទានវាជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាពផ្លែល្មុតអាចរួមចំណែកដល់ការឡើងទម្ងន់ដែលមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះដោយធានាបាននូវអាហារបំប៉នគ្រប់គ្រាន់សម្រាប់ទាំងម្ដាយនិងទារក10ប្រភពនៃជាតិដែកផ្លែល្មុតមានផ្ទុកនូវជាតិដែកដែលចាំបាច់សម្រាប់ការពារភាពស្លេកស្លាំងដែលជាកង្វល់ទូទៅសម្រាប់អ្នកម្ដាយអំឡុងពេលមានផ្ទៃពោះដោយសារការកើនឡើងនៃកម្រិតឈាមនិងតម្រូវការជាតិដែកឥឡូវនេះចូលមកដល់ផលប៉ះពាល់នៃការញ៉ាំផ្លែល្មុតអំឡុងពេលមានផ្ទៃពោះខណៈពេលដែលផ្លែល្មុតផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើនក្នុងអំឡុងពេលមានផ្ទៃពោះវាក៏ចាំបាច់ក្នុងការដឹងអំពីផលប៉ះពាល់ដែលអាចកើតមានរួមទាំងហានិភ័យដែលទាក់ទងនឹងការទទួលទានវា1ប្រតិកម្មអាឡែហ្ស៊ីបុគ្គលមួយចំនួនអាចមានអាឡែហ្ស៊ីទៅនឹងផ្លែល្មុតដែលអាចជួបប្រទះរោគសញ្ញាដូចជារមាស់ហើមឬពិបាកដកដង្ហើមចំពោះស្ត្រីមានផ្ទៃពោះដែលងាយជួបទៅនឹងបញ្ហាអាឡែហ្ស៊ីគួរតែប្រយ័ត្នក្នុងការទទួលទានផ្លែល្មុត2កម្រិតខ្ពស់នៃជាតិស្ករយើងគ្រប់គ្នាក៏បានដឹងមកហើយថាផ្លែល្មុតមានរសជាតិផ្អែមជាជាតិស្ករខ្ពស់ពីធម្មជាតិដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានការកើនឡើងជាពិសេសចំពោះអ្នកម្ដាយដែលមានជំងឺទឹកនោមផ្អែមពេលមានគភ៌ឬមានបញ្ហាក្នុងការគ្រប់គ្រងអាំងស៊ុយលីនដូចនេះអ្នកម្ដាយគួរតែទទួលទានវាក្នុងកម្រិតមួយសមស្របមិនលើសកម្រិត2ការឡើងទម្ងន់ការទទួលទានផ្លែល្មុតច្រើនក៏ដូចជាផ្លែឈើដែលមានកាឡូរីខ្ពស់ផ្សេងទៀតអាចរួមចំណែកដល់ការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះប្រសិនបើអ្នកមិនទទួលទានវាក្នុងកម្រិតមធ្យម
វាចាំបាច់ណាស់ក្នុងការរក្សាតុល្យភាពការទទួលទានផ្លែល្មុតជាមួយនឹងអាហារដែលមានជីវជាតិផ្សេងទៀតដើម្បីរក្សាទម្ងន់ដែលមានសុខភាពល្អ 3. បញ្ហាក្រពះពោះវៀនបុគ្គលមួយចំនួនអាចជួបប្រទះភាពមិនស្រួលក្នុងក្រពះពោះវៀនដូចជាហើមពោះមានខ្យល់ក្នុងពោះឬរាគរូសដោយសារបរិមាណជាតិសរសៃខ្ពស់របស់វាស្ត្រីមានផ្ទៃពោះងាយនឹងមានបញ្ហាប្រព័ន្ធរំលាយអាហារដូច្នេះគួរតែតាមដានការទទួលទានរបស់ពួកគេនិងជៀសវាងការទទួលទានច្រើនពេកសរុបសេចក្តីមកអ្នកម្ដាយមានផ្ទៃពោះអាចទទួលទានផ្លែល្មុតបានយ៉ាងមានសុវត្ថិភាពថ្មីត្បិតថាវាមានផលប៉ះពាល់បន្តិចបន្តួចតែយើងអាចជៀសវាងវាបានដោយការទទួលទានក្នុងកម្រិតមួយជាមធ្យមម្យ៉ាងទៀតដូចទៅនឹងផ្លែឈើជាច្រើនដែរផ្លែល្មុតអាចមានសំណល់ថ្នាំសម្លាប់សត្វល្អិតយើងគួរលាងសម្អាតឲ្យបានហ្មត់ចត់មុនពេលទទួលទានឬជ្រើសរើសផ្លែឈើធម្មជាតិដើម្បីកាត់បន្ថយការប៉ះពាល់នឹងសារជាតិគីមីដែលបង្កគ្រោះថ្នាក់ស្ត្រីមានផ្ទៃពោះគួរធានាថាផ្លែឈើគឺស្រស់ល្អលាងសម្អាតបានត្រឹមត្រូវនិងរក្សាទុកនូវសីតុណ្ហភាពសមស្របដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរោគជាចុងក្រោយប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះសូមចូលទៅកាន់ Facebook Page និង Channel ដែលមានឈ្មោះថា Healthy DIY ចុច Follow Like Subscribe និង Share វីដេអូនេះម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗជាច្រើនទៀតអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត